បងប្អូនអ្នកខ្លះដែលតាមមិនទាន់ trend ថ្មីដែលគេកំពុងតែផ្ទុះខ្លាំងមែនទែនទាំងនៅក្នុង Facebook ទាំងនៅក្នុង TikTok គឺ trend ថ្មីជាមួយនឹងដើមឈើនៅកោះរ៉ុងមួយនេះបើសិនជាបងប្អូនតាមអត់ទាន់ទេបងប្អូនអាចមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ទៅបងប្អូនអាចយកទៅធ្វើការ generate រូបភាពបងប្អូនដែលនៅទីតាំងផ្សេងដាក់ជាមួយនឹងរូបភាពដែលនៅជាមួយនឹងដើមឈើកោះរ៉ុងនេះបានបងប្អូនទាំងអស់គ្នាអញ្ចឹងជាដំបូងឡើយបងប្អូនទាំងអស់គ្នាចូលនៅក្នុង ChatGPT មកបងប្អូនអាចចូលទៅ download នៅក្នុង App Store ឬមួយក៏ Play Store ឬមួយក៏បងប្អូនទាំងអស់គ្នាចូលនៅក្នុង browser ណាមួយទៅឥឡូវខ្ញុំចូលនៅក្នុង Chrome តមកទៀតដោយសារតែនេះខ្ញុំបាន generate មុននឹងម្ដងហើយឥឡូវខ្ញុំសូមធ្វើបង្ហាញបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំចូលកន្លែងត្រីពីរនេះខ្ញុំយកពាក្យថា New Chat ហើយយើងទៅធ្វើការជ្រើសរើសរូបភាពរបស់យើងមួយជាមួយនឹងរូបភាពដើមឈើដែលនៅកោះរ៉ុងបងប្អូនទាំងអស់គ្នាយើងយកពាក្យ add photo and file នេះមកហើយយកពាក្យថា photo library ហើយយើងរើសរូបភាពរបស់យើងធម្មតាមួយមកហើយយើងរើសរូបភាពដើមឈើនៅកោះរ៉ុងមួយមកតមកទៀតយើងចុច add នៅខាងលើអញ្ចឹងបន្ទាប់ពីយើងធ្វើការ add រូបភាពរបស់យើងមួយហើយនឹងរូបភាពដើមឈើមួយហើយគឺយើងត្រូវធ្វើការសរសេរ prompt ដាក់នៅខាងក្រោមនេះបន្ថែមទៀតដើម្បីឲ្យ ChatGPT ធ្វើការ generate ឲ្យយើងអញ្ចឹងដោយសារតែខ្ញុំបានសរសេរហើយអញ្ចឹងខ្ញុំគ្រាន់តែ copy ហើយខ្ញុំធ្វើការ paste ចូលតែម្ដងអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់បាន prompt នេះខ្ញុំដាក់នៅក្នុង description នៅក្រោមវីដេអូរបស់ខ្ញុំនៅក្នុង channel YouTube បងប្អូនអាចចូលទៅ copy ហើយយកមកអនុវត្តតាមខ្ញុំទៅគឺនឹងបានរូបភាពហើយអញ្ចឹងខ្ញុំសូមធ្វើការចុចសញ្ញាព្រួញដើម្បីឲ្យ ChatGPT ធ្វើការ generate រូបភាពឲ្យយើងតែម្ដងអញ្ចឹងយើងរងចាំបន្តិចទៅគឺ ChatGPT នឹងធ្វើការ generate រូបភាពឲ្យយើងហើយចាំមើលថាលទ្ធផលចេញមកគឺបែបម៉េចបងប្អូនទាំងអស់គ្នាអញ្ចឹងវាកំពុងតែបង្កើតរូបភាពឲ្យយើងហើយអញ្ចឹងយើងរងចាំបន្តិចសិនទៅមិនយូរប៉ុន្មានទេបងប្អូនប្រហែលជាជិត1នាទីឯដែរចាំមើលថាលទ្ធផលចេញមកយើងអាចទទួលយកបានប្រមាណភាគរយដែរបាននេះបងប្អូនទាំងអស់គ្នាលទ្ធផលចេញមកហើយគឺបានរូបភាពបែបនេះឃើញទេបងប្អូនទាំងអស់គ្នានេះគឺជារូបភាពរបស់យើងហើយ background គឺជា background ដើមឈើដែលគេកំពុងតែផ្ទុះខ្លាំងនឹងបងប្អូននេះគឺជារូបភាពយើងធម្មតាអញ្ចឹងវា generate ទៅគឺចេញលទ្ធផលបែបនេះអញ្ចឹងបើសិនជាបងប្អូនចង់ save ឯកសារបាទសំទោសចង់ save រូបភាពហ្នឹងបងប្អូនគ្រាន់តែធ្វើការចុចលើរូបភាពហ្នឹងមកហើយបងប្អូនយកពាក្យថា save image in ហើយយកពាក្យថា save in photo ទៅរូបភាពរបស់យើងគឺវានឹងចូលក្នុង photo របស់យើងហើយបងប្អូនទាំងអស់គ្នាអញ្ចឹងនេះគឺជារូបភាពដែលខ្ញុំបាន save មកអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចយកទៅអនុវត្តតាមបានហើយសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗជាបន្តទៀតសូមអរគុណ